ជំរាបសួរថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើពោតចំហុយយកនៅពោតលាក់នេះយកមកធ្វើជាពោតចំហុយរសជាតិវាមិនចាញ់ពោតបសដែលគេយកមកចំហុយដងដែរតែសាច់របស់វាពេលដែលឈូសទៅវារាងរឹងជាងមុននឹងបង្ហាញពីរបៀបនៃការធ្វើនេះបងប្អូនដែលមិនទាន់បានចុច Subscribe YouTube Channel របស់ខ្ញុំសូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីបានទទួលនៅវីដេអូថ្មីជាបន្តទៀតគ្រឿងផ្សំនៅក្នុងការធ្វើនេះមានខ្ទិះដូងស្ករសអំបិលម្សៅអង្ករហើយនិងម្សៅឆាឥឡូវសូមមកតាមដានពីរបៀបនៃការធ្វើទាំងអស់គ្នាជាដំបូងត្រូវឈូសពោតនេះឲ្យវាស្ដើងជាមុនសិនពោតនេះគឺវាមានសភាពរឹងជាងពោតពណ៌សដែលយកមកធ្វើជាពោតចំហុយរាល់ដងនេះខ្ញុំហៅថាវាជាពោតលាក់បើសិនជាបងប្អូននៅតាមតំបន់ផ្សេងហៅវាជាឈ្មោះអ្វីផ្សេងបងប្អូនអាចខមមិនប្រាប់ក្នុងវីដេអូនេះបន្ទាប់ពីឈូសពោតបានរួចរាល់ដាក់ពោតចូលទៅក្នុងម៉ាស៊ីនទឹកក្រឡុកហើយដាក់នៅគ្រឿងផ្សំដែលបានរៀបរាប់អំបាញ់មិញចូលទាំងអស់ក្រឡុកវាទាល់តែវាបានបែបនេះប្រាប់ខ្ញុំគឺមិនក្រឡុកវាឲ្យម៉ត់ខ្លាំងពេកនោះទេចឹងជាបងប្អូនចូលចិត្តពោតចំហុយដែលវាម៉ត់ខ្លាំងបងប្អូនអាចក្រឡុកវាបន្ថែមទៀតដាក់វាចំហុយប្រហែលជា30ទៅ40នាទីទៅតាមបរិមាណទំហំនៃចានដែលដាក់ចំហុយសម្រាប់ខ្ញុំគឺចំហុយប្រហែលជា40នាទីជាងដោយសារតែចានដែលខ្ញុំដាក់ចំហុយហ្នឹងវារាងក្រាស់ហើយខ្ញុំចំហុយហ្នឹងគឺវារាងច្រើនដែរឥឡូវនេះពោតគឺបានឆ្អិនល្អហើយបើសិនជាចង់ដឹងថាវាបានឆ្អិនល្អឬក៏មិនល្អអាចយកចង្កឹះទៅចាក់មើលបែបនេះនៅពេលដែលដោតចង្កឹះទៅឃើញថាសភាពសាច់ពោតហ្នឹងគឺវាបានឆ្អិនល្អមិនជាប់ជាមួយនឹងចង្កឹះន័យថាវាឆ្អិននៅផ្នែកខាងក្នុងបានល្អតែបើសិនជាចាក់ទៅហើយឃើញថាវាចេញនៅទឹកខ្ទិះដូងឬក៏សាច់ពោតហ្នឹងវាផុសមកឃើញសភាពថាវាមិនទាន់ឆ្អិនអូនអាចបន្ថែមនាទីឲ្យចំហុយវាបន្តទៀតជាបងប្អូនដាក់ចំហុយចានតូចជាងនេះគឺវាឆាប់ឆ្អិនពោតចំហុយនេះគឺគេញ៉ាំជាមួយនឹងល្ងសហើយនឹងសាច់ដូងកោសវាឲ្យជាប់រហូតតែល្ងនឹងវាឡើងជាពណ៌បែបនេះន័យថាវាឆ្អិនហើយមានក្លិនឈ្ងុយនៅពេលដែលលីងហ្នឹងត្រូវប្រើភ្លើងតិចប្រើភ្លើងខ្លាំងពេកព្រោះថាវាអាចងាយធ្វើឲ្យល្ងហ្នឹងវាខ្លោចហើយនឹងផ្ទុះខ្ទាតល្ងនេះបើចង់ឲ្យវាកាន់តែងុយខ្លាំងត្រូវបុកវាបាយតិចកាលពីខ្ញុំនៅតូចគឺគេលក់តាមរទេះវិញដាក់នៅលើស្លឹកចេកទៅនេះខ្ញុំដាក់វានៅលើចានហើយរោយនៅស្ករសហើយនឹងល្ងសបន្ថែមនៅសាច់ដូងកោសវិធីធ្វើដែលខ្ញុំបានបង្ហាញតែប៉ុណ្ណេះក៏រួចរាល់អរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀត